សារមន្ទីរជាតិគឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំទំនេរពីការសិក្សាក៏នាំគ្នាទៅទស្សនានៅសារមន្ទីរជាតិហើយសារមន្ទីរនេះផងដែរគឺមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញកុំឲ្យខាត់ពេលវេលាយូរតើបងប្អូនតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាដំបូងមុនពេលដែលយើងចូលទៅទស្សនាយើងទិញសំបុត្រសិនចំពោះសម្ភារៈរបស់យើងដូចជាកាតាបយើងអាចផ្ញើបានគឺមានកន្លែងផ្ញើតែសម្រាប់វត្ថុមានតម្លៃយើងអាចដាក់ទៅតាមខ្លួនបាននៅពេលដែលយើងដើរចូលសារមន្ទីរដំបូងគឺប្រកបដោយអារម្មណ៍ស្រស់ស្រាយគឺវាត្រជាក់ហើយទេសភាពនៅជុំវិញហ្នឹងគឺស្អាតខ្លាំងមែនទែនហើយនៅពេលដែលយើងដើរចូលហ្នឹងគឺមានបងប្អូនជួនរួមជាតិនិងបងប្អូនជាសាស្ត្រដទៃទៀតក៏មកទស្សនាដែរអ្វីដែលយើងឃើញមុនគេគឺរូបសំណាករបស់បុព្វបុរសខ្មែរយើងជាច្រើននិងរូបសំណាកបដិរូបជាច្រើនផ្សេងៗទៀតចំពោះសារមន្ទីរឥឡូវផងដែរគឺមានអាប់ដេតឬគំនូរស្អាតៗមើលទៅវាប្លែកជាងមុននិយាយឲ្យរួមមកសារមន្ទីរជាតិគឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលមានទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់ហើយសារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 14000 តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតលើពីនឹងទៅទៀតសារមន្ទីរជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបន្ថែមពីនេះទៀតសារមន្ទីរជាតិជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុតក៏ជាសារមន្ទីរប្រវត្តិសាស្ត្របុរាណវត្ថុជនមុខគេរបស់ប្រទេសផងដែរម្យ៉ាងវិញទៀតសារមន្ទីរនេះមានបណ្ដុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោករួមទាំងចម្លាក់វត្ថុមានតម្លៃលោហិននិងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯកសារសារមន្ទីរជាតិនេះរក្សាទុកក្នុងគោលបំណងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងនិងបានស្គាល់អំពីនិមិត្តរូបរូបសញ្ញានិងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតដែលមាននៅសម័យមុនដូច្នេះក្នុងនាមជាកូនខ្មែរបើសិនជាមានពេលទនេគួរតែទៅទស្សនាឲ្យបានម្ដងនៅសារមន្ទីរនេះ